เวียดนามប្រទះឃើញត្រីអហ្វីសនាំសារគ្រោះរំជួយដីឬរលកយក្សស៊ូណាមីនៅសមុទ្រវិនហៃត្រីអហ្វីសប្រវែង2 ម៉ែត្រត្រូវបានទឹករលកបក់បកមកលើឆ្នេរក្នុងតំបន់អ្នកស្រុកនិងអ្នកទេសចរបានព្យាយាមយកវាត្រឡប់ទៅសមុទ្រវិញប៉ុន្តែក្រោយមកត្រីអហ្វីសបានងាប់នាថ្ងៃទី19ខែឧសភាក្នុងស្រុកនីនហៃខេត្តនីនធួនប្រទេសវៀតណាមអ្នកនេសាទក្នុងស្រុកជាច្រើនជឿថាត្រីអហ្វីសភាគច្រើនរស់នៅក្នុងទឹកសមុទ្រជ្រៅហើយកម្រលេចឡើងនៅជិតច្រាំងណាស់ហើយការលេចឡើងនិងហែលចូលទៅក្នុងសមុទ្រវិនហៃរបស់វៀតណាមគឺជាព្រឹត្តិការណ៍ដ៏កម្រមួយវាត្រូវបានគេនិយមជឿដែរថាត្រីនេះត្រូវបានសាបភ្ជាប់ជាមួយនឹងបាតុភូតធម្មជាតិមិនធម្មតាដូចជាការរំជួយដីឬរលកយក្សស៊ូណាមីសត្វទាំងនេះជាធម្មតាត្រូវបានគេរកឃើញនៅជម្រៅប្រហែលជា 1000 ម៉ែត្រក្រោមផ្ទៃមហាសមុទ្រយោងតាមទេវកថារបស់ជប៉ុនត្រីអហ្វីសឡើងពីបាតសមុទ្រហើយអណ្ដែតមកលើផ្ទៃទឹកមុនពេលមានការរំជួយដីជំនឿនេះទទួលបានភាពតាក់ទាញបន្ទាប់ពីគ្រោះរំជួយដីនិងរលកយក្សស៊ូណាមីនៅទីក្រុង Fukushima ប្រទេសជប៉ុនក្នុងឆ្នាំ2011ក្នុងរយៈពេល2ឆ្នាំដែលឈានដល់គ្រោះមហន្តរាយត្រីអហ្វីសជាច្រើនបានបក់បកមកលើច្រាំងដែលបង្កឲ្យមានការរំពឹងទុកជាសាធារណៈអំពីការរំជួយដី